រីគោរពសូមគោរពលោកគ្រូអ្នកគ្រូជាទីគោរពបងប្អូនមានមិត្តនិងបងប្អូនសិស្សានុសិស្សទាំងអស់ជាទីគោរពនាងខ្ញុំតំណាងឲ្យសិស្សានុសិស្សទាំងអស់ក្នុងវិទ្យាល័យសិក្សាឆ្នាំ8នាងខ្ញុំសូមធ្វើចំណាប់អារម្មណ៍ដូចតទៅថ្ងៃនេះជាថ្ងៃមួយដ៏មហារលឹកអក្សរផងស្រែលេខជាមហាកិត្តិយសណាស់សម្រាប់យើងទាំងអស់គ្នាដែលមានលោកអ៊ំជាគណៈបតីបានមកដល់បរិញ្ញាបត្រឆ្នាំសិក្សាថ្មីនាពេលនេះលោកអ៊ំគណៈបតីជាទីគោរពឆ្នាំសិក្សាថ្មីគឺជាការសង្គមថ្មីសម្រាប់យើងខ្ញុំទាំងអស់គ្នានិយាយរួមនិងនិយាយដែរយើងនឹងមានថ្នាក់ថ្មីវិទ្យាថ្មីចំណេះដឹងថ្មីបទពិសោធន៍ថ្មីនិងជាធ្វើចំណេះដើម្បីទទួលចំណេះដឹងថ្មីបន្ថែមទៀតពីលោកគ្រូអ្នកគ្រូរបស់យើងឆ្នាំកាលកន្លងផុតទៅក៏ប៉ុណ្ណេះការបានបន្តទៅចំណេះដឹងចំណេះធ្វើនិងសិលធម៌រស់នៅល្អៗសម្រាប់យើងខ្ញុំទាំងអស់គ្នាអ្វីដែលយើងខ្ញុំទាំងអស់គ្នាទទួលបាននោះគឺមកពីការខិតខំអប់រំបង្ហាត់បង្រៀនពីលោកគ្រូអ្នកគ្រូដោយមិនគិតពីការលំបាកឬហត់អ្វីសោះឡើយដើម្បីយើងខ្ញុំទាំងអស់គ្នាលោកគ្រូអ្នកគ្រូជាទីគោរពមានតែលោកគ្រូអ្នកគ្រូទេដែលជាវិស្វករដែលបានកែច្នៃរូបយើងខ្ញុំទាំងអស់គ្នាឲ្យក្លាយទៅជាមនុស្សដែលមានតម្លៃនិងមានប្រយោជន៍ក្នុងសង្គមឧបការណ៍ដ៏ធំធេងទាំងនេះធ្វើឲ្យយើងខ្ញុំទាំងអស់គ្នាមិនអាចភ្លេចបានឡើយក្នុងមួយជីវិតនេះលោកអ៊ំគណៈបតីជាទីគោរពឧបការណ៍ដ៏ធំធេងមួយទៀតដែលមិនអាចភ្លេចបាននោះគឺទីនេះមួយថ្ងៃ7 មករាឆ្នាំ1979ជាវាខែវាស្រោបសម្បូរដោយចិត្តនិងពួកឥឡូវនេះទីនេះបានក្លាយទៅជាមជ្ឈមណ្ឌលវប្បធម៌និងបណ្ដុះទុនធានមនុស្សដែលមានអគារសិក្សាប្រកបដោយបន្ទប់ថ្មីៗនិងមូលដ្ឋានសម្ភារៈសម្រាប់យើងសិក្សាអ្វីៗដែលមាននៅទីនេះគឺដោយសារគណៈបកប្រជាជនកម្ពុជាដែលមានឯកឧត្តមបណ្ឌិតសភាចាស់សំអាននិងលោកជំទាវបានចំណាយទ្រព្យសម្បត្តិរបស់ខ្លួនបានមិនតែសម្រាប់ដើម្បីកសាងវិទ្យាល័យនៅទីនេះឲ្យយើងខ្ញុំទាំងអស់គ្នាស្រួលក្នុងការសិក្សាយើងខ្ញុំទាំងអស់គ្នាមានទឹកចិត្តរំភើបរីករាយអត់ឧបមាដែលទទួលបានសមិទ្ធផលបែបនេះយើងខ្ញុំទាំងអស់គ្នាជាសិស្សានុសិស្សក្នុងវ័យសិក្សាមានអ្វីត្រូវខំប្រឹងប្រែងដល់ក្នុងទេនោះទេមានតែការខិតខំតស៊ូអំណត់ជាយើងក្នុងការរៀនសូត្រដើម្បីភាពរុងរឿងរបស់ខ្លួនយើងភាពរុងរឿងរបស់គ្រួសារយើងភាពរុងរឿងរបស់ប្រទេសជាតិយើងខ្ញុំទាំងអស់គ្នាសូមធ្វើការផ្នែកការចិត្តដូចតទៅ យកឲ្យខាងតាមមកគ្នា